បងប្អូនខ្លះអាចមិនទាន់នឹងស្គាល់ទេបងប្អូនអើយនេះគឺជាមនុស្សថ្មីសម្រាប់ម៉ាក់នំប៉ាវថ្ងៃនេះគឺថាបានមកហូបប្លែកទៀតហើយបងប្អូនរដល់បងប្អូនធ្លាប់លឺតែបាយមន់មិនអញ្ចឹងថ្ងៃនេះម៉ាក់នំប៉ាវនាំបងប្អូនទៅស្គាល់រសជាតិបាយទាម្ដងបងប្អូនចាមិនមែននិយាយលេងទេបងប្អូនគឺបាយអប់សាច់ទាចាគឺយើងធ្វើបែបនេះឆ្ងាញ់ប្លែកម្យ៉ាងដែរបងប្អូនហើយសាច់ទាថ្ងៃនេះគឺខ្ញុំយកសាច់ទាកប៉ាបងប្អូនអើយសាច់កមុបមុបហ្មងបើជាតិវិញគឺថារសជាតិបែបទុនទុនឆ្ងាញ់ឆ្ងាញ់តែម្ដងបងប្អូនអញ្ចឹងអត់បងអង្គយូរទេនាំបងប្អូនទៅជួបទៅឃើញពីរបៀបធ្វើបាយសាច់ទាខ្ញុំនាំបងប្អូនមកផ្លែទាំងអស់គ្នាខ្ញុំមានសាច់ទាប្រឡាក់ចាខ្ញុំប្រឡាក់បែបស្រាលស្រាលទេអញ្ចឹងខ្ញុំនឹងធ្វើបាយមន់អត់ទេបាយទាច្រឡំបងប្អូនធ្លាប់តែលឺបាយមន់ណាឥឡូវខ្ញុំមកឲ្យបងប្អូនមើលបាយទាផ្ទះខ្ញុំចាអត់មានណាធ្វើទេមានតែខ្ញុំទេធ្វើចាហើយអាហ្នឹងគឺហេតុផលដោយសារតែខ្ញុំខ្ជិលចាហ្នឹងខ្ជិលយើងធ្វើអញ្ចឹងគឺស្រួលទៅលើមើលទាំងអស់ណែគេថាខ្ជិលដូចមិនខ្ជិលទេបងប្អូនប៉ុន្តែចង់ធ្វើអ្វីដែលប្លែកចាបងប្អូនដែលចង់បានអីដែលប្លែកបងប្អូនអាចចុច follow តាមដានpage ខ្ញុំបានគឺខ្ញុំបែបប្លែកគឺទុកចិត្តចាស់គឺលើខ្ញុំហើយបងប្អូនហើយថ្ងៃនេះដែរខ្ញុំដាក់ឆ្នាំងបាយធម្មតាទេបងប្អូនប៉ុន្តែឆ្នាំងបាយដែលខ្ញុំដាក់ហ្នឹងគឺឆ្នាំងក្រាស់ទៀតហើយបងប្អូនហើយខ្ញុំដាំបាយតែខ្ញុំដាំបាយហ្នឹងគឺខ្ញុំដាក់ទឹករាំងស្ទើរបន្តិចដើម្បីឲ្យបាយយើងមិនបាច់ឲ្យជ្រាយណាឲ្យវាពងកលាបន្ទាប់មកសាច់យើងប្រឡាក់ហ្នឹងដែលសាច់ទាយើងប្រឡាក់ថ្ងៃនេះគឺខ្ញុំមានសាច់ទ្រុងទាហើយនឹងសាច់ភ្លៅចាភ្លៅហើយនឹងទ្រុងនេះមិនមែនទូចទេណាបងប្អូនទារាងធំដែរប៉ុន្តែវាផុយល្អណាបងប្អូនអត់ស្វិតទេចាហើយយើងយកដែលយើងប្រឡាក់ស្រាលរសជាតិរ៉ូឌីហើយនឹងប្រេងខ្យងមកយើងមកដាក់អប់ចូលទៅក្នុងឆ្នាំងផ្ទះនេះបងប្អូនដូចជារបៀបដុតដែរបងប្អូនប៉ុន្តែគ្រាន់តែថាយើងយកឲ្យវាកលាតនេះឲ្យវាស្រួយស្បែកអញ្ចឹងមកបងប្អូននេះយើងកលាប់ម្សាមកណាបងប្អូនពេលដែលវាស្រួយមកខាងហើយយើងប្រែមកម្ខាងទៀតសាច់ទាដែលយើងដុតនេះគឺយើងត្រូវដុតឲ្យវារាងឆ្អិនដែរបងប្អូនមិនមែនយកឆៅទេគឺយកឆ្អិនបញ្ជាក់ណាបងប្អូនរសជាតិដែលយើងប្រឡាក់គឺស្រាលហើយថ្ងៃនេះដែរខ្ញុំបានកម្ពុជាកូឡាចាខ្ញុំដុតសាច់ទាហ្នឹងជាមួយនឹងកម្ពុជាកូឡាដើម្បីឲ្យរសជាតិសាច់កាន់តែដិតល្អអញ្ចឹងណាហើយបន្ទាប់ពីយើងចាក់កម្ពុជាកូឡារួចយើងក៏គ្របទុកដើម្បីឲ្យសាច់វាឡើងទន់ល្អមកហើយខ្ញុំថ្ងៃនេះដែរគឺអត់មាននេះទេបងប្អូនមានបន្លែទៀតដោយសារតែខ្ញុំគឺចូលចិត្តបន្លែណាខ្ញុំអត់បានទេត្រូវតែមានបន្លែខ្លះមានដើមខ្ទឹមមានការ៉ុតខ្ញុំហាន់កង់អញ្ចឹងហើយមានពងខ្ទឹមតិចដែរអញ្ចឹងបន្ទាប់ពីយើងដាក់ដិតសាច់ចោលហ្នឹងត្រីបាយយើងក៏ឆ្អិនល្មមដែរបងប្អូនឆ្អិនហើយវារាងដូចរបៀបថាស្ទើរទឹកបន្តិចណាបងប្អូនព្រោះអីយើងដាក់ឲ្យវាអញ្ចឹងយើងចង់បានបែបពងប្រឡាតអញ្ចឹងណាបងប្អូនបន្ទាប់មកយើងស្រង់សាច់យើងយកទៅដាក់អប់ជាមួយបាយដែរបងប្អូនធ្វើបែបនេះបងប្អូនគិតថាប្លែកហើយវែងឆ្ងាយហ្នឹងមែនទេដំបូងឡើយថាខ្ញុំខ្ជិលតែមិនខ្ជិលទេគឺចូលចិត្តអីប្លែកទេបងប្អូនរួចបន្ទាប់មកខ្ញុំយកការ៉ុតដកូជាមួយនឹងទឹកដុតទាមិញហ្នឹងណាកូឲ្យវាអស់ជាតិទឹកបងប្អូនអត់ឲ្យនៅទឹកច្រើនទេកាលណាតែនៅទឹកច្រើនណាគឺយើងដាក់ទៅលើបាយគឺវាធ្វើឲ្យបាយយើងអៀចបងប្អូនបន្ទាប់ពីយើងកូរមួយសន្ទុះហើយឃើញថាបន្លែយើងកឆ្អិនល្អហើយទឹកក៏រាងខាស់បន្តិចហើយយើងក៏ដាក់ដើមខ្ទឹមចូលហើយបន្ទាប់មកខ្ញុំចាក់ចូលទៅក្នុងឆ្នាំងអញ្ចឹងបងប្អូនគឺខ្ញុំបរិយាយពេញរួចខ្ញុំយកគ្របអប់មកសន្ទុះមកបងប្អូនអើយបាយយើងពណ៌ឡើងក្រហមល្អហើយពេលយើងជ្រោយទៅគឺសពជាតិល្អណាស់បងប្អូនរសជាតិដែលសល់ពីទាសល់ពីអីហ្នឹងគឺចូលទៅក្នុងបាយទាំងអស់ចាធ្វើបែបនេះគឺខ្ញុំចាប់ផ្ដើមពេលដែលយើងគិតថាវាឆ្អិនល្អហើយគឺខ្ញុំជ្រោយបងប្អូនជ្រោយបែបនេះជ្រោយឲ្យសព្វបងប្អូនពេលយើងជ្រោយសព្វទៅគឺថាបាយយើងរសជាតិស្មើខ្ញុំជ្រោយបែបនេះហើយក៏អត់ទាន់រួចដែរបងប្អូនបន្ទាប់ពីយើងគិតថាល្មមញ៉ាំល្មមអីហើយទើបខ្ញុំដាក់បំពង់ខ្ទឹមទៅទៀតបងប្អូនអើយបំពង់ខ្ទឹមដាក់ទៅគឺថារសជាតិឆ្ងាញ់មែនតើណាបងប្អូនណាបងប្អូនអាចសាកល្បងធ្វើបានមើលទៅបែបវែងឆ្ងាយក៏ប៉ុន្តែវាងាយស្រួលទេវាអត់យ៉ាប់បងប្អូនវាអត់យ៉ាប់ទេចាហើយអាត្រឡប់ផ្ទះខ្ញុំនេះគឺថាមិនដែរចោលទេបន្លែបងប្អូនតាមពិតបើបងប្អូនមិនចូលចិត្តការ៉ុតមិនចូលចិត្តអីបងប្អូនមិនបាច់ដាក់ការ៉ុតនឹងក៏បានដែរក៏ប៉ុន្តែដូចដឹងស្រាប់ហើយផ្ទះខ្ញុំចូលចិត្តបន្លែហើយហូបអីតែងតែមានបន្លែអមរហូតដូចបាយទានេះចឹងដែរបើយើងធ្វើប៉ុណ្ណឹងក៏ហូបបានដែរប៉ុន្តែណាហើយបងប្អូនអើយណាមួយចង់ឲ្យដូចគេក្នុងហាងណាមួយទៀតគឺចូលចិត្តបន្លែហើយក៏ទៅឆ្លៀតដាក់តសក់ដាក់សាឡាត់ទ្រាប់បាតចានទៀតបងប្អូននេះមកមើលគេដេកចុះចាអូចាស្ត្រីខ្មែរសុំខ្មាស់ហើយចាសាកល្បងមើលហើយនិយាយពីថាមិនមែនបានតែសម្រស់ទេរសជាតិក៏ឆ្ងាញ់កប់សេរីដែរបងប្អូនមិនជឿបងប្អូនអាចសាកល្បងជាមួយខ្ញុំបានហើយមីនុយមួយនេះណាគឺថាពេញចិត្តសម្រាប់កូនខ្ញុំគឺថាឲ្យមេដៃ4 10ឲ្យមេដៃមិនគ្រប់ឲ្យថែមមេជើងម្នាក់មួយទៀតប៉ុន្តែបងប្អូនមើលមកចលះធំនេះដឹងថាខ្ញុំស្ទើរចិត្តអីទេបងប្អូនគឺថាស្ទើរចិត្តរឿងមួយដែលខ្ញុំភ្លេចមិនភ្លេចទេគឺខ្ជិលផងអត់មានម្ទេសខ្ចីផងគឺខ្ញុំអត់បានបុកទឹកត្រីកោះកុងឲ្យហិលឲ្យជូរដើម្បីតំណប់បន្តិចបន្តួចទៀតមកបងប្អូនអើយឆ្ងាញ់ញ៉ាអើយឆ្ងាញ់អត់កូនបើឆ្ងាញ់បង
តបពីយើងដែលកឃើញមកស្អាតហើយនឹងបងប្អូនមានឃើញអីប្លែកសម្រាប់ចានកូនបើខ្ញុំហ៎បងប្អូនចាគឺថែមពីលើទៀតដែលកថតមកស្អាតហើយតែវាតិចពេកចាអញ្ចឹងហើយថែមបាយគប់ពីលើមកតង់ទៀតបានឃើញបានឆ្អែតអញ្ចឹងហើយក៏ដាក់តាមសំណុំពោឲ្យកូនបើទៅបងប្អូនហើយនេះមកមើលខ្ញុំវិញម្ដងណែគឺថាអត់បាត់អត់មកទេអត់បានទេបងប្អូននេះមកថែមថយបែបនេះបន្តិចមកបើមានទឹកត្រីកោះកុងដាក់ទឹកត្រីកោះកុងទៅបងប្អូនបញ្ជាក់ណារសជាតិបាយខ្ញុំគឺស្រាលទេឃើញក្រហមអញ្ចឹងមែនតែស្រាលទេអត់មានប្រៃទេបងប្អូនរសជាតិមកអែមហ្មងណាហើយងាកមកមើលកូនបងវិញក៏ចូលចិត្តទៀតហើយក៏ប្រាប់ថាស្ដាយមកអត់បានបុកទឹកត្រីកោះកុងដាក់ឲ្យហិលឲ្យជូរមកនិយាយទៅពេលឃើញឃ្លានសាដើមមិនចឹងហ៎បានទេមកចិត្តទេអូថ្ងៃនេះគេត្រឹមត្រូវគេមានសមមានអីដែរសាច់ទានេះទាក្បាលប៉ុន្តែវាផុយអត់សូវស្វិតទេ